មានប្រុសម្នាក់ដែលរស់នៅជាមួយនឹងគ្រួសារអ្នកផលិតស្បែកជើងគាត់មានដងសិល្បៈចូលចិត្តលេងហ្គីតានិងច្រៀងប៉ុន្តែលោកយាយរបស់គាត់ស្អប់អ្នកសិល្បៈចម្រៀងខ្លាំងណាស់មិនឲ្យគាត់លេងហ្គីតាទេទោះបីអញ្ចឹងក៏ដោយក៏ Miguel នៅតែល្មើសលួចទៅរៀនលេងហ្គីតាតាមវីដេអូរបស់ idol របស់គាត់ឈ្មោះថា De La Cruz De La Cruz គឺជាអ្នកចម្រៀងដ៏ល្បីម្នាក់ប្រចាំប្រទេសមេស៊ីកូក៏ប៉ុន្តែគាត់បានជួបគ្រោះឧបាតុហេតុជួនធ្លាក់សង្កត់ស្លាប់បាត់ទៅហើយនៅថ្ងៃ The Day of the Dead Miguel បានទៅខាត់ស្បែកជើងឲ្យគេដើម្បីយកលុយនៅសួន Plaza ព្រោះថ្ងៃនោះមានមនុស្សច្រើនមកចូលរួមការប្រឡងទេពកោសល្យហើយនៅពេលនោះមានភ្ញៀវម្នាក់ដឹងថា Miguel ចូលចិត្តច្រៀងហ្គីតាដែរគាត់ក៏លើកទឹកចិត្តឲ្យ Miguel ចូលរួមប្រឡងទេពកោសល្យជាមួយគេនៅយប់នេះដែរហើយគាត់ក៏បានឲ្យ Miguel ខ្ចីហ្គីតារបស់គាត់ច្រៀងឲ្យគាត់ស្ដាប់តែពេលនោះស្រាប់តែយាយរបស់ Miguel មកទាន់ហើយវាយសម្លុតដេញភ្ញៀវនោះឲ្យទៅឆ្ងាយកុំឲ្យនៅក្បែរចៅរបស់គាត់ឯសោះពេលទៅដល់ផ្ទះ Miguel បានសុំប៉ាម៉ាក់ចុះឈ្មោះចូលប្រកួតជាមួយនឹងគេនៅសួន Plaza នៅយប់នេះក៏ប៉ុន្តែលោកយាយនៅតែចេញមកប្រឆាំងដាច់អហង្ការមិនឲ្យទៅជាដាច់ខាតព្រោះទី1ពូជរបស់គាត់ស្អប់អ្នកសិល្បៈចម្រៀងខ្លាំងណាស់ហើយទី2យប់នោះគឺជាយប់សំខាន់គ្រួសារត្រូវនៅជួបជុំគ្នាព្រោះជាថ្ងៃបុណ្យ The Day of the Dead ពេលនោះ Miguel មិនសប្បាយចិត្តទេក៏រត់ទៅពួនសង្ងំមើលវីដេអូរបស់ idol របស់គាត់ឈ្មោះ De La Cruz ហើយនៅក្នុងវីដេអូនោះ idol របស់គាត់បានលើកទឹកចិត្តឲ្យគាត់មានសេចក្តីក្លាហានឈោងចាប់អ្វីដែលគាត់ចង់បានចឹងហើយទើប Miguel សម្រេចចិត្តទៅប្រឡងនៅយប់នោះដោយមិនបាច់សុំអ្នកណាគេទាំងអស់ល្ងាចឡើងពេលគេនាំគ្នារៀបចំផ្ទះទទួលព្រលឹងបុព្វបុរស Miguel ចង់យកហ្គីតាដែលគាត់ច្នៃលួចរត់ទៅប្រឡងនៅសួន Plaza ប៉ុន្តែជួនជាចៃដន្យពេលនោះប៉ាម៉ាក់ហើយនឹងយាយរបស់គាត់បានមកទាន់ធ្វើគាត់ភ័យណាស់ក៏យកហ្គីតាទៅលាក់នៅក្រោមតុសក្ការៈដែលតាំងរូបថតរបស់ដូនតាពេលបានជួប Miguel ប៉ាម៉ាក់ហើយនឹងយាយរបស់គាត់បានសម្រេចឡើងឋានៈឲ្យគាត់ធ្វើជាអ្នកផលិតស្បែកជើងវិញម្ដងកុំឲ្យតនេគិតរឿងសិល្បៈចម្រៀងទៀតហើយនៅពេលដែលប៉ាម៉ាក់និងយាយរបស់គាត់ចេញទៅផុតបន្តិចស្រាប់តែឆ្កែរបស់គាត់ឈ្មោះ Dante បានឡើងទៅលួចស៊ីនំនៅលើតុសក្ការៈឃើញចឹង Miguel ក៏ប្រញាប់ចាប់វាចូលមកវិញហើយមិនប្រយ័ត្នក៏ធ្វើឲ្យជ្រុះរូបថតដែលតាំងនៅលើគេនៅក្នុងរូបថតនោះមានលោកយាយទូរបស់ Miguel ឈ្មោះ Coco កាលពីគាត់នៅតូចម៉ាក់របស់គាត់និងប៉ារបស់គាត់ដែលត្រូវជាយាយលួតនិងតាលួតរបស់ Miguel តាលួតរបស់ Miguel នៅក្នុងរូបនោះអត់មានមុខទេតែដៃរបស់គាត់បានកាន់ហ្គីតារបស់ De La Cruzនៅពេលនោះជាទូត Coco ដែលអង្គុយនៅជិតនោះបានចង្អុលរូបនោះហើយនិយាយថាប៉ាប៉ាពួក Miguel គិតថាតាលួតរបស់គាត់គឺជា idol របស់គាត់ឈ្មោះថា De La Cruz គាត់សប្បាយចិត្តណាស់ក៏យករឿងនេះទៅប្រកបការប្រាប់គ្រួសាររបស់គាត់ហើយប្រកាសប្រាប់ពួកគេថាគាត់នឹងធ្វើជាតារាចម្រៀងល្បីដោយតាលួតរបស់គាត់ដែរប៉ុន្តែលោកប៉ាហើយនឹងយាយរបស់ Miguel បានប្រាប់ថាអត់មាននរណាស្គាល់តាលួតម្នាក់នឹងទេដោយសារតែគាត់បានរត់ចាក់គ្រួសារទៅស្វែងចាប់សិល្បៈចម្រៀងតាមពីយាយទូត Coco នៅតូចម្លេះចឹងហើយទៅយាយលូតស្អប់តាលូតខ្លាំងណាស់មិនចង់ឲ្យគេរំលឹកពីគាត់ទេហើយស្អប់ទាំងវិស័យសិល្បៈចម្រៀងថែមទៀតហាមមិនឲ្យកូនចៅគាត់ណាម្នាក់លេងភ្លេងឬក៏ច្រៀងទេទោះបីយ៉ាងណាក៏ដោយ Miguel នៅតែចេះដោយសារតែរឿងចាស់ៗមិនគួរណាពាក់ព័ន្ធជាមួយនឹងក្មេងទេពេលនោះលោកយាយរបស់ Miguel ខឹងខ្លាំងពេកក៏យកហ្គីតារបស់ Miguel បោកចោលនៅមុខអ្នកទាំងអស់គ្នាដើម្បីឆាប់ចប់រឿងតែទង្វើរបស់គាត់បានធ្វើឲ្យ Miguel អន់ចិត្តខ្លាំងក៏ឆក់យករូបថតពីដៃប៉ារបស់គាត់រត់ចេញពីផ្ទះសម្ដៅទៅសួន Plaza ដើម្បីសុំគេប្រឡងមិនខ្វល់ថាអ្នកណាគេគាំទ្រឬក៏អត់ទេនៅពេលទៅដល់កន្លែងចោះឈ្មោះគេតម្រូវឲ្យបេក្ខជនត្រូវមានឧបករណ៍ភ្លេងរៀងខ្លួនដើម្បីចូលរួមប្រឡងបានពេលនោះ Miguel បានខំរត់ស្វែងរកខ្ចីហ្គីតាពីគេដែរក៏ប៉ុន្តែគ្មានអ្នកណាគេចិត្តល្អឲ្យគាត់ខ្ចីនោះទេហើយពេលតរំរែ Miguel បានបង្ខំចិត្តចូលទៅលួចហ្គីតារបស់ De La Cruz ដែលគេបានរក្សាទុកនៅក្នុងចេតិយរបស់គាត់នៅកណ្ដាលសួន Plaza ហ្នឹងនៅពេលដែលលួចបានហើយ Miguel ក៏សាកកេះហ្គីតានោះលេងហើយពេលនោះស្រាប់តែមានបាតុភូតចម្លែកមួយតាមពិតហ្គីតាហ្នឹងវាមានបណ្ដាសាខ្មោចនរណាហ៊ានតកេះវានឹងខ្លាចទៅជាព្រលឹងខ្មោចហេតុការណ៍នោះបានធ្វើឲ្យ Miguel ភ័យខ្លាំងណាស់ក៏រត់ចេញមកខាងក្រៅហើយគាត់ក៏បានឃើញប៉ាម៉ាក់របស់គាត់កំពុងតែស្វែងរកគាត់ដែរក៏ប៉ុន្តែគ្មាននរណាមើលឃើញគាត់ទេអ្នកដែលអាចមើលឃើញគាត់បានមានតែព្រលឹងខ្មោចដែលមកលេងសួន Plaza នោះហើយពេលឃើញ Miguel មានសាច់មានឈាមអញ្ចឹងព្រលឹងខ្មោចទាំងអស់នោះក៏មានការភ្ញាក់ផ្អើលខ្លាំងណាស់ដែរក្រៅពីព្រលឹងខ្មោចឆ្កែរបស់គាត់ឈ្មោះ Dante ក៏អាចមើលឃើញគាត់ដែរវាបាននាំ Miguel ទៅជួបអ៊ំពូមីងជីដូនជីតារបស់ Miguel ដែលមកលេងសួន Plaza នោះពេលបានឃើញ Miguel ពួកគេក៏ភ្ញាក់ផ្អើលខ្លាំងណាស់ដែរមិនដឹងថាហេតុអីបានជា Miguel ខ្លាចទៅជាព្រលឹងខ្មោចទាំងសាច់ទាំងឈាមអញ្ចឹងទេដល់ពេលអញ្ចឹងពួកគេក៏សម្រេចនាំ Miguel ទៅឋានខ្មោចដើម្បីជួបជាមួយនឹងលោកយាយលួតដើម្បីទៅឋានខ្មោចពួកគេត្រូវឆ្លងកាត់ស្ពានផ្កាដ៏ស្រស់ស្អាតមួយហើយពេលទៅដល់កណ្ដាលស្ពាន Miguel បានមើលឃើញឋានខ្មោចពីចម្ងាយដែលមើលទៅមានលក្ខណៈអស្ចារ្យហើយស្អាតហើយទំនើបជាងឋានមនុស្សទៅទៀតវាដូចជាផែនដីនៅថ្ងៃអនាគតអញ្ចឹងមានសិទ្ធិផ្ទះនៅលើអាកាសហើយនឹងមានឡានហោះទៀតនៅពេលនោះ Miguel ក៏បានចាប់អារម្មណ៍ជាមួយនឹងសត្វផ្លែផ្លែជាច្រើនដែលជាហោះហើយអ៊ំពូមីងរបស់ Miguel បានប្រាប់ថាសត្វអស់ហ្នឹងគឺជាព្រលឹងមគ្គុទ្ទេសក៍នាំផ្លូវនៅពេលឆ្លងទៅដល់ឋានខ្មោច Miguel បានសង្កេតឃើញថានៅកន្លែងអន្តោប្រវេសន៍គេសិតតែមានម៉ាស៊ីនស្កេនមុខព្រលឹងខ្មោចទាំងអស់ដែលចង់ឆ្លងទៅឋានមនុស្សព្រលឹងខ្មោចណាដែលមានបងប្អូនតាំងរូបថតនៅទីសក្ការៈទើបគេឲ្យឆ្លងទៅ